បាទសួស្តីអ្នកនរគ្នាឥឡូវយើងមករៀនធ្វើលំហាត់ណាលំហាត់នេះលំហាត់លេខ14គេឲ្យយើងចូលគណនាតម្លៃលេខនៃកន្សោម a ចំពោះ a តូចស្មើ5និង b ស្មើ3ដែលឲ្យកន្សោម a គឺស្មើនឹងឫសការ៉េនៃ ab ដកឫសការ៉េនៃ ab គីបដកឫសការ៉េនៃ9 a គីប b គីបដកឫសការ៉េនៃ a គីប b បាទគេឲ្យយើងគណនាអូខេអញ្ចឹងយើងមើលចម្លើយយើងដាក់មកបាទចម្លើយចម្លើយបាទចម្លើយយើងដាក់មកដាក់ថាលេខ14បាទដាក់មកគណនាបាទយើងសរសេរប្រធានមែនទេណាគណនាតម្លៃលេខនៃកន្សោម a ចំពោះa តូចស្មើ5និង b ស្មើ3បាទអញ្ចឹងយើងមើលដាក់យើងសរសេរឡើងវិញមក a យើងគឺស្មើបាទឬការ៉េនៃ ab ដកឬការ៉េនៃ a b គីបដកឬការ៉េនៃ9 a គីប b គីបបាទដកឬការ៉េនៃ a គីប b បាទនេះដើម្បីគណនាយើងបញ្ចេញ a ឲ្យមកចេញ a b ឲ្យទៅដែលណាបញ្ចេញបានណាហើយយើងស៊ីសងមកហើយចាំយើងចំនួនតម្លៃលេខចូលតាមក្រោយវាស្រួលអញ្ចឹងដាក់មកស្មើបាទស្មើនេះឬការ៉េ ab ដាក់ទៅដាល់ a b ប៉ុន្តែនេះដកឬការ៉េនៃ a អានេះខ្ញុំដាក់ថាគុណឲ្យ b ការ៉េហើយគុណឲ្យ b បាន b គីបវិញណានេះ b គីបហើយដកឬការ៉េនៃបាទ9គឺ3ការ៉េណា3ការ៉េគុណឲ្យ a ការ៉េគុណឲ្យ a គុណឲ្យ b ការ៉េគុណឲ្យ b បាទនេះដោយសារ a ការ៉េគុណ a បាន a គីបវិញហើយ b ការ៉េគុណឲ្យ b បាន b គីបវិញដកឬការ៉េនៃបាទនេះគឺយើងអាចសេថា a ការ៉េគុណនឹង a ហើយគុណនឹង b បាទតើមកយើងបញ្ចេញវាណាបញ្ចេញបានយើងបញ្ចេញបានណានេះយើងដាក់មកដាក់មកស្មើឬ ab នេះដក b ការ៉េបញ្ចេញមកយើងបានចេញឬការ៉េមកយើងបាន b ចឹង b នៅសល់ឬ a b ហើយនេះដកបាទនេះ3នេះយើងបញ្ចេញមកបញ្ចេញឬការ៉េមកគឺបាន3បាទនេះយើងបញ្ចេញមិនដាក់ឬមិនដាក់អំណាចដាច់ខាតទេណាដោយសារនេះគេឲ្យមក b ស្មើ3វិជ្ជមានហើយ a ស្មើ5វិជ្ជមានអញ្ចឹងយើងមិនដាក់អំណាចដាច់ខាតទេចឹងនេះគឺ3ឬបាទ a ការ៉េ b ការ៉េបញ្ចេញមកចាំបាទនេះ a ការ៉េ b ការ៉េយើងបញ្ចេញមកយើងបាន a b ចឹងឬនៅសល់ឬគេ a b ដែរ a b ដែរដល់អានេះ a ការ៉េបញ្ចេញមកបាន a បាទចេញឬការ៉េបាន a អញ្ចឹងនៅសល់ឬ a b ដែរស្មើបន្តទៀតបាទស្មើបាទឥឡូវយើងបានឬ ab ឬ ab ដូចគ្នាអញ្ចឹងយើងស៊ីសងតែមេគុណមកគឺយើងដាក់មុខកញ្ចក់មកអានេះអត់មានអញ្ចឹងគឺ1ណាគឺ1អញ្ចឹង1ដកអានេះដកឲ្យ b ហើយអានេះដកឲ្យ3ដង a b បាទនេះដកឲ្យ a ទាំងអស់ហ្នឹងដាក់ឬ a b រួមបាទ a b រួមឥឡូវយើងមើលពេលដែលយើងចាប់អញ្ចឹងបានហើយយើងយកតម្លៃ a ស្មើ5 b ស្មើ3នេះមកចំណុះចូល
បាទអញ្ចឹងយើងយកមកចឹងយើងសេនេះដាក់ថាជំនួសបាទជំនួស a ស្មើ 5 b ស្មើ 3 ចូលបាទចូលក្នុងបាទនេះចូលក្នុងa ធំបាទ a ធំណាចឹងដាក់មកចឹងបាន a ស្មើបាទនេះបើកញ្ចក់មកនេះ1ដាក់ដដែលហើយដក b ទៅជាដក 3បាទដក 3ហើយអានេះដក 3ab អញ្ចឹងមានថាដក 3គុណជាមួយ a អញ្ចឹងគឺគុណជាមួយ 5បាទកន្លែងណាមាននេះយកចំនួនចូលណាហើយគុណជាមួយ b គឺគុណ 3បាទគុណឲ្យ3ហើយបានដក a គឺនេះដក a គឺដក 5បិទកញ្ចក់វិញអញ្ចឹងរឹស ab អញ្ចឹងរឹស a អញ្ចឹង5ហើយគុណនឹង b គឺគុណនឹង3បាទអញ្ចឹងស្មើបើកញ្ចក់មកអានេះគឺបើយើងយក1ដក3នៅសល់ដក2បាទដក2តមកយើងអានេះយើងដាក់ដកបាទយើងយក3គុណឲ្យប្រាក់គុណឲ្យ3បាទ3គុណ5បាទ3 5ហ្នឹង15នេះ15បាទ15គុណជាមួយ3ទៀតមកបាន45ណាបាន45បាទអញ្ចឹងដកឲ្យ45ហើយបានដកឲ្យអា5នេះព្រមកញ្ចក់វិញឬក្រេនេះយើងយក3គុណ5បាន15បាទ15បាទអញ្ចឹងយើងស៊ីសងបន្តទៀតមកអញ្ចឹងយើងមើលអានេះសាដកទាំងអស់ណាដកទាំងអស់វាស្រួលទេដកទាំងអស់ស្រួលទេចានេះយើងយកដក2មកដកជាមួយនឹង45បានដក47បាទដក47ដក47យកមកដកជាមួយនឹងដក5មកបានដក52បាទអញ្ចឹងបានដក52ឬក្រេនៃ10 15បាទនេះគឺជាចម្លើយចុងក្រោយបាទចម្លើយចុងក្រោយណាអូខេអញ្ចឹងលំហាត់មានប៉ុណ្្នឹងឯងយើងមើលមួយណាពេលបានហ្នឹងហើយយើងសន្និដ្ឋានតិចមកសន្និដ្ឋានថាដូចនេះa យើងគឺស្មើនឹងដក52ឬក្រេនៃ15ត្រូវបានកំណត់ណាត្រូវបានកំណត់បាទ